បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះដែរយើងមានគំរូរថយន្តប្រភេទខ្លាញ់គោស្លាកលេខយកមកបង្ហាញជូនពុកម៉ែបងប្អូនមកគ្រឿងទៀតហើយបាទបងប្អូនមើល stop គេនេះបាទប្រភេទ stop វែងណា full ពេញបាទមកគ្រឿងនេះជាប្រភេទ Hyundai Staria ឆ្នាំ2022បាទផ្លាកលេខ 2BR ភ្ជាប់មកជាមួយនឹងកាមេរ៉ាខាងក្រោយស៊ីនបាទប្រភេទគូតខាងក្រោយអូតូពុកម៉ែបងប្អូនណាបាទអូតូគូតអូតូទ្វារឆ្វេងស្ដាំណាគេហៅអូតូ3សន្លឹកណាជាប្រភេទឡានថ្មីខ្លាញ់គោពុកម៉ែបងប្អូនបាទឆ្នាំ2022 option full ពេញណាខាងក្នុងលឿងបាទពុកម៉ែបងប្អូនបាទហើយ option គេមាននៅ sensor មុខ sensor ក្រោយបាទមកកាផ្លេពុកម៉ែបងប្អូនណាទំនើបប្រភេទនេះគឺទំនើបណាស់ពុកម៉ែបងប្អូនប្រើលក្ខណៈគ្រួសារក៏បានប្រើលក្ខណៈអាជីវកម្មក៏បានដែរពុកម៉ែបងប្អូនណាបាទបានមកកាផ្លេសំចៃប្រេងបាទហើយខ្ចៅចុងបាទខាងក្រោមអីថ្មីបងប្អូនហើយបាទព្រោះម្ចាស់គាត់ទិញថ្មីខ្លាញ់គោបងប្អូនណាបាទមិនមែនមកទឹកមកពីកូរ៉េទេគឺប្រភេទថ្មីខ្លាញ់គោស្រុកខ្មែរទិញកោះកេះណាគាត់ប្រើថែនៅថ្មីហ៎បងប្អូនហើយជាប្រភេទអេតាខាងក្នុងលឿងណាអេតាខាងក្នុងលឿងបាទថ្មីមែនតើថ្មីដាច់បាទប្រភេទស្បែកគឺស្បែកស៊ីនបាទស្បែកពុកស៊ីនអង្គុយទុនល្មើយបាទហើយមកគ្រឿងនេះជាប្រភេទ option 11កៅអីបងប្អូនណាបាទទ្វារអូតូ3សន្លឹកតបោបើក2តង់ណា option full ពេញបាទអញ្ចឹងប្រភេទនេះអាចជិះបានសមាជិកច្រើនបងប្អូនបាទហើយតបោគេបើក2តង់ណាបើកទាំងតបោខាងមុខផ្នែកតកង់ហើយនឹងផ្នែកភ្ញៀវ passenger ខាងក្រោយនេះក៏តបោបើកបានដែរណាឡសំចៃបងប្អូនបាទ100គីឡូស៊ីមួយសុទ្ធប្រហែលជា8លីត្រអីទេបាទ8លីត្រ9លីត្របាទហើយឡានប៉ុណ្ណាណីបាទហើយសមាជិកជិះបានច្រើនគ្នាបាទហើយស្រួលជិះណាបងប្អូន option គេស្រួលជិះណាបាទស្អីក៏មានដែរ option គឺពេញតែម្ដង full ពេញស្អីក៏មានដែរនៅលើរថយន្តមួយគ្រឿងនេះណាចាប់អារម្មណ៍តំណតំណងមកប្រភេទកៅអីគឺកៅអីចុចបងប្អូនណាកៅអីចុចពូកស្បែកបាទពូកស្បែកចកោតស្បែកបាទអាកន្លែងនេះគឺប្រាំងដៃអេឡិចត្រូនិកបាទគេហៅប្រាំងដៃស្វ័យប្រវត្តិបាទហើយតាជាគឺតាជាក្រោបមាននៅបន្លាញ sport បងប្អូនណាបាទបន្លាញ sport នៅកញ្ចក់ហ្នឹងបាទឡើងវ៉ាចែងគឺដឹងទាំងអស់បាទតំណើបដូចកូនឡានចឹងបងប្អូនបាទ option គេតំណើបដូចកូនឡានចឹងហើយយើងតម្លាក់សញ្ញោឆ្វេងគឺលោតបង្ហាញរូបនៅខាងឆ្វេងតម្លាក់សញ្ញោស្ដាំគឺបង្ហាញរូបនៅខាងស្ដាំគឺតំណើបមែនតើជាប្រភេទអេក្រង់ digital ណាបាទហើយប្រភេទគីឡូប្រើបាន 70000 គីឡូបងប្អូនបាទហើយមានកៅអីត្រជាក់បាទកៅអីត្រជាក់ក្តៅមានអូតូហូលមាន option មានអីកូម៉ូតសំចៃ sport mode បាទឡើងវ៉ាជែងកាមេរ៉ា360មកកាផ្លេហើយប្រភេទ wireless charge ទៀតបងប្អូនណាមាន wireless charge ទៀតបាទអាចសាកថ្មទូរស័ព្ទបានបាច់ដោតខ្សែទេបាទហើយនៅពេលដែលយើងដូរ option mode នេះគឺបដូរពណ៌ណាកាច់មក sport mode គឺបដូរពណ៌ counter មកក្រហមបាទហើយនិយាយទៅទំនើបបងប្អូនបាទខ្ញុំហ៊ាននិយាយថាទំនើបណាទំនើបយកតែមែនតើហើយមាន option ចាប់កន្លងផ្លូវបាទមានប្រាំងស្វ័យប្រវត្តិបាទគេហៅ pre collision ណាបាទអញ្ចឹងប្រើនៅលើ expressway ផ្លូវលបឿនលឿនគឺបានមកកាផ្លេណាឡានជាប្រភេទវ៉ែនតែទំនើបកូនឡានខ្លះទំនើបអត់ដល់វាបងប្អូនណាបាទគឺ option ស្អីក៏មានដែរនៅលើរថយន្តមួយគ្រឿងនេះហើយតាក់តងមកតម្លៃពិសេសជូនពុកម៉ែបងប្អូនណាប្រភេទឡានស្អាតបាទអញ្ចឹងម្ចាស់គាត់ខាតច្រើនហើយបងប្អូនឡាននេះយើងលក់តែ30000ស្ដើងទេបងប្អូនណាបាទការម្ចាស់គាត់ទិញ50000ជាងបងប្អូនបាទអញ្ចឹងយើងយកលក់តែ30000ស្ដើងទេគឺតម្លៃល្អមែនតើឆ្នាំ2022ហើយកាមេរ៉ាគេបងបាទកាមេរ៉ាមុខបាទកាមេរ៉ាក្រោយកាមេរ៉ាចំហៀងហើយប្រភេទ stop ខាងមុខនេះគឺស្អាតមែនតើណាបាទ stop ស្អាតមើលទៅដូចឡានអគ្គិសនីចឹងពុកម៉ែបងប្អូនតែប្រភេទឡានរសុទ្ធណាបាទម៉ាស៊ីន 2.2 បាទគេហៅ 2200cc ណាបាទម៉ាស៊ីន 2.2 turbo បាទមើលខ្សែខ្យងប្លុកម៉ាស៊ីនគេបងប្អូនណានៅថ្មីដូចថ្មីទិញខ្លាញ់គោចឹងបងប្អូនណាបាទអញ្ចឹងម្ចាស់គាត់ប្រើថែបាទប្រើថែមែនតើបាទឡាននេះដូចជាមិនដែរចុះខែផងបងប្អូនណាបាទដូចជាប្រើតែនៅពេញទេបាទអញ្ចឹងនៅថ្មីក៏លោកលៀតម៉ាស៊ីនបាទសបកកង់នេះនៅស្អាតហើយសំចៃប្រេងបាទសំចៃប្រេងណា100គីឡូស៊ី8លីត្រ9លីត្របងប្អូនឡានប៉ុណ្ណានេះជីបាន11កៅអីណោះបាទជីបាន11នាក់ណោះចាប់អារម្មណ៍តាក់តងមកឲ្យលឿនតិចពុកម៉ែបងប្អូនណាបាទកុំឲ្យគេយកបាត់មកគ្រឿងនេះ full ពេញបាទឆ្នាំ2022អរគុណច្រើនពុកម៉ែបងប្អូន